យើងត្រូវធ្វើទៅទីពឹងពោលគឺបន់កុសលនេះឯងដូចយើងធ្វើដំណើរពីបាត់បទៅភ្នំពេញអញ្ចឹងញាតិញោមឆ្លប់ធ្វើដំណើរទៅណាមួយយប់ពីរយប់អញ្ចឹងយើងត្រូវត្រៀមអីខ្លះមិនទៅខ្លួនទៅទេមែនញោមមិនទៅខ្លួនទៅទេណាយើងត្រូវត្រៀមដំណើរយើងដើរផ្លូវនោះត្រូវត្រៀមអីខ្លះសម្លៀកបំពាក់ថ្នាំសម្រាប់លេបពេលមានជំងឺព្រោះស្អីប្រេងរឹតប្រេងអីពេលណាចុករយសុខវត្តណាជាពិសេសមានអីជាងនឹងគឺលុយកាក់នឹងឯងមែនពេលដែលយើងត្រូវការអ្វីយើងមានរបស់ការពាររបស់ប្រើប្រាស់ចុះបើយើងដើរទៅខ្លួនទៅទេអត់មានអីទាំងអស់ពេលដែលយើងត្រូវការអ្វីជួបបញ្ហាអ្វីលំបាកអីទេញោមលំបាកមែននឹងយើងត្រឹមតែដើរក្នុងស្រុកយើងដែលយើងនៅមានជីវិតនៅរស់នេះផងពិបាកប៉ុណ្ណឹងចុះតម្រាំយើងចេញចាអំពីលោកនេះទៅកាន់លោកខាងមុខទៅទទេដោយខ្វះបុណ្យកុសលជីវិតពិបាកប៉ុណ្ណាទៅញោមអូពិបាកណាស់ណាចឹងយើងត្រូវត្រៀមទៅបើយើងអត់មានអ្វីការពារអញ្ចឹងគឺយើងត្រូវបំពេញបុណ្យកុសលជីវិតយើងស្លាប់ទៅទ្រព្យសម្បត្តិយើងមិនអាចយកទៅបានប៉ុន្តែបុណ្យដែលយើងបានបំពេញនេះនាំឲ្យយើងរីករាយមែនទេញោមនាំឲ្យយើងរីករាយយើងអត់ខ្វល់ទេកិច្ចឯណានេះមួយដែលយើងត្រូវធ្វើយើងបានធ្វើឲ្យទោះបីយើងកើតទុក្ខទីបំផុតជីវិតយើងក៏ត្រូវតែស្លាប់មិនកើតទុក្ខក៏ត្រូវតែស្លាប់មែនអញ្ចឹងយើងត្រូវរៀនអប់រំចិត្តទទួលនៅអ្វីដែលចូលមកក្នុងជីវិតរបស់យើងនេះអ្វីចូលមកជារឿងល្អគឺជាកុសលដែលយើងធ្លាប់ធ្វើអំពើល្អមកហុចផលឲ្យមកបានយើងជួបរឿងល្អទាំងអស់មិនឥតហេតុទេណាញញឹមណាជីវិតយើងជួបសេចក្តីទុក្ខយើងត្រូវដឹងថាអញធ្លាប់ធ្វើបាបទៅជីវិតនឹងឯងជួបនៅរឿងរ៉ាវទាំងអស់ហ្នឹងមកមិនយើងប្រាថ្នាចង់ជួបទេប៉ុន្តែអំពើដែលយើងធ្លាប់ធ្វើមកហ្នឹងអកុសលវិបាកផលដ៏ឆ្អិនរបស់អកុសលហ្នឹងវាហុចផលឲ្យក្នុងពេលបច្ចុប្បន្នយើងត្រូវដឹងថាហ្នឹងគឺជាផលដែលយើងធ្លាប់ធ្វើពីមុនមកដែរយើងកុំឲ្យឃើញត្រឹមតែពេលបច្ចុប្បន្នយើងគិតថាហេតុអីជីវិតយើងវាខុសគេជួបតែរឿងខុសគេបើយើងឃើញតែពេលបច្ចុប្បន្នអញ្ចឹងយើងកើតទុក្ខរហូតព្រោះយើងដឹងថាអ្វីចូលមកក្នុងជីវិតរបស់យើងក្នុងពេលបច្ចុប្បន្ននេះគឺជាផលដែលយើងធ្លាប់ធ្វើពីមុនមកអញ្ចឹងទៅទូទាត់អញ្ចឹងទៅមិនសូវកើតទុក្ខទេបាទនេះញញឹមនេះយើងស្ដាប់ពធទៅយើងរៀនអប់រំចិត្តទៅតាមពធហ្នឹងអញ្ចឹងទៅធ្វើឲ្យយើងនឹងឯងមានសេចក្តីសុខដល់ទៅពេលពុទ្ធបរិស័ទយើងមានសេចក្តីសុខផ្លូវចិត្តអញ្ចឹងយើងមានបាច់ចាំទៀមទាអ្វីពីលោកនេះទៀតណាយើងរស់នៅដូចថាកំដរជីវិតយើងអញ្ចឹងតិចទៀតទៅត្រូវបែកភ្លេអញ្ចឹងយើងត្រូវធ្វើកិច្ចឲ្យសម្រេចដោយសេចក្តីមិនប្រមាទនោះដែលព្រះអង្គដាស់តឿនយើងថាវិយៈធម្មាសង្ខារៈអបមាតេនសម្បតិថាអ្នកវិខទាំងឡាយសង្ខារធម៌ទាំងឡាយមិនទៀងទេបើអ្នកទាំងឡាយដឹងថាសង្ខារធម៌ទាំងឡាយមិនទៀងដូច្នោះចូលធ្វើកិច្ចការទាំងពួងឲ្យសម្រេចដោយមិនធ្វេសប្រហែសគឺការមិនប្រមាទនេះមិនអ្វីមិនទៀងអញ្ចឹងអូអញខ្ជិលធ្វើអីបន្តិចទៀតអញងាប់ហើយមិនចាំធ្វើទេអាហ្នឹងអត់ល្អទៀតមិនល្អណាព្រះពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងថាបើដឹងថាអ្វីមិនទៀងយើងត្រូវប្រឹងប្រែងធ្វើនៅអំពើនឹងឲ្យសម្រេចឲ្យហើយទៅមុននឹងយើងស្លាប់តនេះញោមនេះព្រះពុទ្ធដីកាព្រះអង្គសម្ដែងដាស់តឿនយើងអញ្ចឹងមិនលឺលោកទេមិនទៀងអញ្ចឹងមិនចាំធ្វើអីទេអាហ្នឹងខុសហើយហ្នឹងខុសហើយព្រះអង្គដាស់តឿនក្រៅរំលឹកយើងថាបើដឹងថាអ្វីមិនទៀងយើងចូលធ្វើសម្រេចកិច្ចការទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទគឺមិនធ្វេសប្រហែសព្រោះយើងស្លាប់ទៅមិនអាចយកអ្វីទៅបានអំពើល្អដែលយើងធ្វើទៅហ្នឹងយើងស្លាប់ទៅមិនសាបសូន្យទេរូបបញ្ជីរតេបញ្ឆានាំងនាមកោតាំងនិជីរតេនេះព្រះពុទ្ធដីកាព្រះអង្គសម្ដែងរូបកាយសពសត្វតែងតែសោះសូន្យទៅកិត្តិយសនឹងគេឈ្មោះនៅមិនសាបសូន្យទេតោះនេះញោមយើងខំធ្វើអំពើល្អខំធ្វើអំពើល្អហើយទៅហ្នឹងគឺព្រះអង្គដាស់តឿនហើយព្រោះអត់មានអ្វីជាគ្រឿងការពារទេដែលយើងស្លាប់ទៅនឹងមានតែពួកមិត្តណាពួកញាតិមិត្តឬពួកសម្លាញ់ជាទេយាទនាំយកទ្រព្យបុគ្គលនោះទៅបុគ្គលស្លាប់នោះទៅបើយើងស្លាប់ទៅហើយគេយកទៅហើយមែនញោមហើយបើយើងនៅរស់ឆ្លាតចេះធ្វើរបស់មិនជាប្រយោជន៍ឲ្យកើតជាប្រយោជន៍អញ្ចឹងទៅអានឹងបានជាទីពឹង
โดยตรอบสมบัติដែលយើងមានទាំងប្រមាណហ្នឹងពេលដែលស្លាប់ទៅហ្នឹងបានជាប្រយោជន៍ដល់ពេលដែលយើងស្លាប់ទៅហ៎អត់ទេមែនអញ្ចឹងបុគ្គលដែលមានបញ្ញាធ្វើទ្រព្យមិនជាប្រយោជន៍ពេលដែលខ្លួនឯងស្លាប់ទៅហ្នឹងឲ្យជាប្រយោជន៍គឺត្រូវធ្វើទានដល់ជួនទូរគតកំសត់អត់ឃ្លានអញ្ចឹងទៅធ្វើទៅតាមមានតាមបានអញ្ចឹងទៅជាពិសេសទំនុកបំរុងដល់ព្រះសង្ឃពុទ្ធសាសនាជាដើមអញ្ចឹងទៅនេះឯងគឺជាទីពឹងដល់នេះហ៎គួរដល់ពេលយើងស្លាប់ទៅមានតែទ្រព្យអត់ហ៊ានចាយទេស្លាប់ទៅសល់ទាំងអស់ងាប់ទៅពួកមិត្តអាមាត្យសម្លាញ់នឹងឯងយកទៅអស់ឲ្យសំមុខទៅគេយកទៅអស់ទៅព្រោះយើងនៅរួមចេះចាយយោមែនយល់មែនណាហ្នឹងហើយចំណែកសត្វចំណែកសត្វស្លាប់ទៅនឹងទៅតាមយថាកម្មនេះយើងស្លាប់ទៅតាមយថាកម្មណាញញោមណាបញ្ញានិបរលោកាស្មឹងនេះយថាកម្មង្កមេសន្តិបញ្ញានិបរលោកាស្មឹងនេះព្រះអង្គសម្ដែងស្លាប់ទៅតាមយថាកម្មដោយអាត្មារៀបរាប់ពីខាងដើមធ្វើអំពើបុណ្យនឹងឯងនាំយើងនឹងទៅកើតនៅក្នុងសុគតិដោយញាតិញោមព្រះអង្គសម្ដែងហើយសភាវៈឯណាដែលជំរះសន្តានចិត្តរបស់សត្វឲ្យធរផំចាកគ្រឿងសៅមកមានលោភៈក្តីទោសៈក្តីមោហៈក្តីសភាវៈនោះពុទ្ធជាម្ចាស់ព្រះអង្គឲ្យឈ្មោះថាបុណ្យដោយចិត្តយើងរីករាយនេះអានឹងជាបុណ្យនេះតោះនេះញញោមអូជាបុណ្យហើយអូតែចិត្តយើងរីករាយជាបុណ្យហើយដោយញោមនិយាយហ្នឹងកាលណាបើចិត្តរីករាយហើយរោគមិនសូវកើតមានចំពោះអ្នករីករាយទេមែនញញោមហើយបើយើងកើតមកមុខអាប់អួរមុខមិនស្រស់កើតទុករឿងនេះរឿងនោះអូយរោគចូលមកឲ្យមែនឈឺក្បាលវិលមុខអត់ស្រឡះទេក្នុងខ្លួននឹងធ្វើអីក៏រៀនថេងថងមកពីអីមកពីយើងនឹងឯងមិនរីករាយមិនរីករាយនឹងមកពីអីមកពីចិត្តរបស់យើងនឹងឯងវាស្មុគស្មាញប្រកាន់ច្រើនមួម៉ៅច្រើនខឹងច្រើនហើយដល់អញ្ចឹងបានសុខឬកើតទុកញោមកើតទុកឯមែនហើយទុកនឹងអ្នកណាអ្នកធ្វើយើងក្រោយពីខ្លួនឯងប្រកាន់ច្រើនមែនអញ្ចឹងត្រូវកាត់បន្ថយទៅណាអញ្ចឹងបានព្រះអង្គសម្ដែងសត្វដែលស្លាប់ទៅហ្នឹងក៏រមែងទៅតាមយថាកម្មហើយទៅតាមយថាកម្មធ្វើកម្មល្អក៏រមែងបដិសន្ធិនៅក្នុងសុគតិមានមនុស្សនិងទេវតាដូចជាអាត្មាសម្ដែងពីខាងដើមអញ្ចឹងអំពើល្អដែលយើងធ្វើដូចជារបស់ល្អអញ្ចឹងញាតិញោមមានរបស់ល្អវត្ថុមានតម្លៃអីយើងមិនដែលយកទៅទុកប្រហែសទេមានពេជ្រអីយកទៅទុកក្នុងទូក្នុងអីមែនប៉ុននេះជាអំពើល្អក៏នាំយើងទៅកើតកន្លែងល្អដូចគ្នាអញ្ចឹងដែរតើនេះញាតិញោមអំពើអាក្រក់ក៏ដូចគ្នាដែរអំពើអាក្រក់នាំយើងទៅបដិសន្ធិទីអាក្រក់ដែរដូចញាតិញោមបោះសម្រាមរួចមិនដែលណាប្រមូលយកសម្រាមទុកក្នុងទូមែនអស់សម្រាមរួចប្រមូលយកទៅជាចោលកន្លែងគេចាក់សម្រាមយ៉ាងណាមិនសัตว์ធ្វើបាបក៏ដូចគ្នាដែរស្លាប់ទៅបដិសន្ធិក្នុងបាយភូមិ4កន្លែងមិនល្អដូចគ្នាតោះនេះញោមនេះអញ្ចឹងសត្វដែលស្លាប់ទៅនឹងក៏រមែងទៅតាមយថាកម្មហើយទៅតាមយថាកម្មនឹងអ្នកណាអ្នកធ្វើថាមិនអ្នកដតីណាធ្វើយើងគឺខ្លួនយើងនឹងឯងជាអ្នកធ្វើអំពើអាក្រក់បានអាក្រក់ធ្វើអំពើល្អបានល្អហើយអញ្ចឹងបើយើងដឹងដូច្នោះហើយបដែតបដោយពេលវេលាដល់ណាទៀតញាតិញោមហើយគួរធ្វើទៅស្លៀនទៅណាព្រោះពេញបន់កសលធ្វើបន់ធ្វើទានរក្សាសិលចម្រើនគ្នាវិន័យអប់រំចិត្តទៅជីវិតយើងមានប្រមាណទៀតទាំងអាត្មាក្តីទាំងញាតិញោមក្តីមិនដឹងថាស្លាប់ពេលណាទេញាតិញោមឃើញការោនផ្កាដែលគេដាក់អមសងខាងរូបថតអ្នកដែលស្លាប់ទៅនឹងញាតិញោមឃើញគេដាក់អីខ្លះរូបប៉ាំងទុកខាងអនិច្ចំអនត្តាមែនញោមមែនទេកើតចាស់ឈឺស្លាប់កើតយើងបានកើតហើយនៅ4ហ្នឹងកើតចាស់ឈឺស្លាប់កើតមកហើយនៅកើតមកហើយសពថ្ងៃកំពុងចាស់ហើយនៅហើយសពថ្ងៃឈឺនៅហើយនៅទៅអីមួយទៀតមុខនេះមុខរស់មុខស្លាប់ទាំងអាត្មាទាំងញាតិញោមនេះឥឡូវយើងមាន3ទេណាតោះនេះញាតិញោមនៅតែមួយទៀតឯងគឺអីស្លាប់អញ្ចឹងបានព្រះអង្គសម្ដែងចំណែកសត្វទាំងឡាយរមែងទៅតាមយថាកម្មបើយើងធ្វើអំពើល្អកម្មនឹងឯងនាំបដិសន្ធិនៅក្នុងសុខតែធ្វើមិនល្អទៅតាម
ទៅតាមយថាកម្មគឺទៅកាន់ទុក្ខកតេហើយសំមិនខ្ញុំកាលនៅរស់បានមកកើតជាមនុស្សមានសេចក្តីសុខមានរបស់របរប្រើប្រាស់ទ្រព្យសម្បត្តិចាយអគឺហាផ្លេចខ្លួនដល់តែស្លាប់ទៅរងទុកទៅកើតជាប្រែតទៅកើតជានរកកើតជាអសុរកាយកើតជាតិរិឆានវេទនាដល់តែទ្រព្យសម្បត្តិនៅសល់ទាំងអស់ដល់តែខ្លួនឯងកាលនៅមនុស្សសុខព្រមមានទ្រព្យដល់ងាប់ទៅកាន់អបាយភូមិ4វេទនាអញ្ចឹងយើងយកពិចារណាមើលវេទនាបណ្ដាទៅកាលនៅរស់អូយមានសេចក្តីសុខព្រោះការមានទ្រព្យដល់តែស្លាប់ទៅរងទុក្ខវេទនាក្នុងអបាយភូមិ4យើងគួរឲ្យសង្វេគទេណាយើងណាបាទថាយើងខំធ្វើអំពើល្អចំណែកសត្វទាំងឡាយទៅតាមយថាកម្មទ្របបន្តិចបន្តួចរមែងមិនទៅតាមពពុះស្លាប់នោះឡើយទៅតាមបានទេញោមទៅតាមបានទេសូម្បីតែកាក់ដែលគេបង់ដាក់ក្នុងមាត់ហើយយកទៅបានទេបុរាណយើងលោកតែកាណាព្រោះកាក់ដែលគេបង់ដាក់ក្នុងមាត់ណាយកទៅមិនបានដោយទៀងទាត់ចោលនៅរៀងរត់លើពោះសុភានេះយកទៅបានទេនេះបុរាណលោកចង់បញ្ជាក់ប្រាប់យើងទាំងអស់គ្នាពីដើមឡើយតែអ្នកស្លាប់មកតាអាចារ្យយុគីហ្នឹងក៏ដាក់កាក់ក្នុងមាត់ដែរថាដាក់ឲ្យយកខ្មោចទៅចាយឯងឲ្យខ្មោចយកទៅចាយថាមិនទេដល់ទៅពេលដុតទៅណាកូនចៅទៅរើឆ្អឹងទៅបាក់បានកាក់នឹងមកលោកប្រាប់ឲ្យថាណែអ្នកទាំងឡាយមើលទៅសម្បីតែកាក់បងដាក់ក្នុងមាត់យកទៅមិនបានដោយទៀងទាត់ចោលនៅរៀងរត់លើពោះសុភាមានអ្នកណាយកកាក់នឹងទៅបានទេអត់បានទេអញ្ចឹងអ្នកដែលស្លាប់ទៅនឹងក៏ជាសារដាក់ទឿនយើងទាំងអស់គ្នាដែរថាយើងក៏ដូចគាត់អ្នកស្លាប់ទៅមុនមិនចឹងដែរអត់ទេ